ព្រះអង្គម្ចាស់ទី5បានធ្វើបែបនេះចំពោះអ្នកនាងជីនចូលចិត្តចូលទឹកថ្នាំណាស់ពួកវាល្អឥតខ្ចោះថ្នាក់ថ្ងៃនេះគឺសរសេរអក្សរចង់ខ្ញុំមិនដឹងព័ត៌មានលម្អិតទេព្រះអង្គម្ចាស់ឲ្យតើព្រះអង្គសុខចិត្តលះបង់វាទេខ្ញុំឲ្យវាទៅឯកឧត្តមខ្ចីចាប់តាំងពីលោកក្រវ័យក្មេងហ្វូបាននិយាយដូច្នេះតើនៅក្នុងព្រះបរមរាជវាំងមានវិធីណាដើម្បីបដិសេធព្រះនាងខ្ញុំដាយនឹងគោរពប្រតិបត្តិអូសូមកុំឲ្យខ្ញុំចាញ់បោកគេអីឃើញហើយដូច្នេះខ្ញុំបានបញ្ចប់ជាមួយឈៀវឆេងម្ដងទៀតស៊ូរីប្រាប់ខ្ញុំពីអ្វីដែលអ្នកបានធ្វើនាពេលថ្មីនេះមានអ្វីកើតឡើងខ្ញុំបានទៅកំពង់ផែធានជីនហើយបានរកឃើញអ្នកបើកទូកដ៏សប្បុរសបានអនុញ្ញាតឲ្យគាត់ពេលឆ្លងកាត់ដងយេងកូរីយ៉ូសូមជួយខ្ញុំបានសួរថាតើមានវិធីព្យាបាលណាមួយសម្រាប់បញ្ហាសួតដែរទេរបស់តើបង្ហាញពីការគោរពបូជាដ៏អស្ចារ្យលើកលែងតែចុះរឿងទាំងនេះវិញខ្ញុំក៏បានដាំវានៅក្នុងទីធ្លាផងដែរខ្ញុំបានរើសជីងចក់មួយក្បាលពីដើមក្រូចឆ្មាវង្វេងគ្រប់គ្រាន់ហើយវាគ្រាន់តែជាសំណល់សាច់មាន់និងសំណល់សាច់ឆ្កែប៉ុណ្ណោះតើអ្នកមិនបានធ្វើអ្វីសោះចំពោះរឿងតូចតាចបែបនេះការលំព្រះអង្គម្ចាស់រីកយាត្រូវបានធ្វើជាងពេលតើអ្នកនឹងខិតខំប្រឹងប្រែងខ្លះទេមែនហើយខ្ញុំបានរៀនបន្តិចបន្តួចអំពីរឿងខ្លះតុបតែងខ្លួនមិនអីទេឥឡូវបង្ហាញខ្ញុំពីការតុបតែងមុខរបស់អ្នកមានអ្នកណាម្នាក់មកទីនេះរៀបចំគ្រឿងសម្អាងទាំងអស់សម្រាប់គាត់វាលាហើយហេតុអ្វីបានជាវាមិនរលាយខ្ញុំភ្លេចពីរបៀបដែលខ្ញុំមានអារម្មណ៍ភ័យខ្ញុំបានតុបតែងមុខហើយសូមទោសដែលស៊ីវយុនចូលចិត្តវាស្រីស្អាតណាស់អ្នកមិនមានអ្វីច្រើនទេតាំងពីដំបូងអាត្មានិយមហើយមិនដឹងពីរបៀបតុបតែងមុខក៏យកតើអ្វីដែលតាក់ទាញនាងឲ្យគិតមួយផ្លែបន្ទាប់មកស៊ីវឆេងបានហៅអ្នកមើលថែក្មេងហើយអ្នកបម្រើក្នុងវាំងបានបង្រៀនខ្ញុំពីរបៀបតុបតែងមុខជាពិសេសបូម៉ាត់របស់នាងហេតុអ្វីបានជាបូម៉ាត់របស់អ្នកក្រហមខ្លាំងម្ល៉េះដូចគូបស្វានាងមានចរិតឆេវឆាវលាបស្រទាប់មួយទៀតនៅពេលដែលស្បែករបស់អ្នកមានសភាពស្អាតគ្រប់គ្រាន់ភេងដែលនៅតែអាចបែងចែកនាងបានពីរជញ្ជាំងលាបពណ៌ខ្ញុំបដិសេធមិនជឿថាការតុបតែងមុខអាចមានតែការគ្រប់គ្រងពិភពលោកពិបាកប៉ុណ្ណាពិបាកទេសម្រាមមួយដុំនឹងឈួតហើយបើស្ថានភាពនៅតែបន្តបែបនេះតើពេលណាយើងអាចកម្ចាត់ឈៀវយ៉ាន់បានតើជីវិតនេះត្រូវបញ្ចប់ដោយឥតប្រយោជន៍ម្ដងទៀតឯកឧត្តមឲ្យសូមគុំខឹងអីនេះជាទឹកជ្រលក់កាហ្វេដែលខ្ញុំទើបធ្វើថ្មីអ្នកគ្រាន់តែលេងជាមួយនេះបន្ទាប់ពីខ្ញុំឲ្យទឹកថ្នាំដល់អ្នកយីអឺព្យាយាមផ្គប់ចិត្តព្រះអង្គម្ចាស់មិនអាចទប់ទល់នឹងការលបួងបែបនេះបានទេប្រសិនបើអ្នកមិនចូលចិត្តវាទេអ្នកប្រហែលជាអាចប្រគល់វាមកវិញបានឲ្យរបស់ដែលនៅក្នុងដៃខ្ញុំមកខ្ញុំលោកខាងលិចនឹងមិនដែលផ្ដល់វាទៅឲ្យនរណាម្នាក់ផ្សេងទៀតឡើយនាំនាងទៅលាងមុខអ្នកនាំអ្នកផ្សេងទៅចេញទៅក្រៅវាំងហើយទិញសៀវភៅពីល្បីខ្ញុំនឹងមិនជឿទេពេលអាល់ប៊ុមរូបភាពត្រឡប់មកវិញគ្មានអ្វីចម្លែកទេដែលគាត់អាចក្លាយជាអធិរាជស្មារតីប្រកួតប្រជែងរបស់អធិរាជគឺខ្លាំងពេកយាយបាននាំខ្ញុំទៅទីធ្លាខាងក្រោយដើម្បីលាងចានមកមុខក៏វិលមករកសភាពដើមវិញគង់គេមិនទាន់បានចូលទៅក្នុងទ្វារដើម្បីស្វាគមន៍ផងពួកគេបានជួបប្រទះនឹងព្រះអង្គម្ចាស់រីកយាជានៅទីនោះរបស់យុនវូឌីនៅតែល្អបំផុតក្មេងស្រីនេះបានមកលេងម្ដងទៀតព្រះមាតាកំពុងរីកាជូនព្រះមហាក្សត្រីយានីតែគូរបស់ម្ចាស់ក្សត្រីគឺជីនដែលបានយកសេរីភាពក្នុងការធ្វើក្រចកទឹកថ្នាំក្មេងស្រីឲ្យខ្ញុំបានលើពីប្អូនស្រីរបស់ខ្ញុំថាតាមរយៈទឹកថ្នាំក្រចកដែលអ្នកបានបង្កើតមីឆាងាយមានប្រជាប្រិយភាពខ្លាំងណាស់ក្មេងស្រីអ្នកតែងតែយកវាទៅជាមួយអ្នកតើអ្នកអាចលេបថ្នាំក្រចាក់មីងខ្ញុំបានទេនិយាយឲ្យត្រង់ទៅខ្ញុំមានបទពិសោធន៍ច្រើនជាមួយការសរសេរអក្សរចំព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះសម្ដេចព្រះបរមនាថក្រចកទឹកថ្នាំនោះត្រូវបានផ្ដល់ឲ្យ5រួចហើយឯកឧត្តមទី5របស់ខ្ញុំមិនដែលចាប់អារម្មណ៍នឹងការសរសេរអក្សរចង់ទេហេតុអ្វីមិនប្រើអ្វីដែលអ្នកនាងឈីនបានធ្វើជើងកាមេរ៉ាធ្វើពីថ្មទឹកថ្នាំត្រូវបានប្រគល់ឲ្យបងប្រុសរបស់ខ្ញុំពិតជានឹងតបស្នងជូនបងវិញជាមួយនឹងអំណោយដ៏សប្បុរសមួយតើបងមានប្រសាសន៍យ៉ាងណាដែរទេដោយសារបងប្រុសទី5មានឆ្នាំងទឹកថ្នាំនេះគាត់ចាត់ទុកវាជាកំណត់ទ្រព្យហើយនោះគឺជាប្អូនប្រុសរបស់គាត់វាមិនត្រឹមត្រូវទេក្នុងការលួចស្នេហារបស់អ្នកដទៃប៉ុន្តែប្រសិនបើបងប្រុសទី5បដិសេធមិនព្រមឆ្នាំងទឹកថ្នាំនេះត្រូវបានផ្ដល់ឲ្យហើយខេនតើលោកឡែនអាចឈ្នះខ្ញុំដោយរបៀបណាបរិយាកាសក្រោមព្រះរាជាគឺដោយសារតែលោកឆេវដោយសារតែការបដិសេធរបស់ឆេងគាត់បានខ្លាយជាជាប់ទាំងមួយបានកាត់ឡើងព្រះអង្គម្ចាស់រីកយាស៊ីវយុនបានដកដៃចេញវិញមុខរបស់គាត់នៅតែមានរូបរាងបែបនោះស្នាមញញឹមទន់ភ្លន់ជាហត្ថលេខារបស់គាត់មានតែតម្រុយមួយចំនួននៅក្នុងភ្នែករបស់គាត់ចង់ដឹងចង់ឃើញបងប្រុសទី5អ្នកតែងតែរំខានបំផុតទាំងនេះគឺជាការខិតខំប្រឹងប្រែងដ៏ប្រណិតដែលតាក់ទងនឹងអ្វីបានជាអ្នកប្រព្រឹត្តចំពោះឆ្នាំងសម្រិតបែបនេះនៅថ្ងៃនេះការគោរពដ៏ខ្ពង់ខ្ពស់របស់អ្នកចំពោះខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្លះដំបូងឡើយខ្ញុំមិនចូលចិត្តវាទេប៉ុន្តែដោយសារវាជាអំណោយពីអ្នកផ្សេងវាគ្មានមូលហេតុនៃការស្ដោះវាចេញម្ដងទៀតអ្នកនាងឈីនបើអ្នកនាងនៅតែមានកម្លាំងតើអ្នកសុខចិត្តធ្វើជាព្រះអង្គម្ចាស់មកុដរបស់ខ្ញុំទេដើម្បីបម្រើព្រះមហាក្សត្រីយានីវាជាកិត្តិយសរបស់ខ្ញុំប៉ុន្តែរឿងនេះទឹកថ្នាំផ្កាផ្លែពេត្រូវការពេលយូរខ្លាំងណាស់ដើម្បីផលិតហើយវាអាចខ្លាចប្រសិនបើព្រះករុណាចង់បានទឹកថ្នាំនេះគឺជាអំណោយមួយនោះជារឿងមិនសមរម្យណាស់អ្នកឲ្យចូលត្រឡប់ទៅខាងក្នុងវិញទៅចរិតរបស់បងប្រុសទី5ហាក់ដូចជាវាធំណាស់ដូច្នេះសូមទុកវាចោលត្រឹមនឹងខ្ញុំមិនទៅខ្វល់ពីរឿងនេះទេអ្នកនាងឈីនមីងរបស់អ្នករស់នៅក្នុងវិមានខាងកើតទន្ទឹងរង់ចាំស្នាដៃរបស់អ្នកដៃរបស់ឈៀវយ៉ាន់បែកញើសបន្តិចដោយកាន់អ្នកបម្រើនោះបានរសាត់បាត់ទៅក្នុងរបស់គាត់ស្រមោលនៅតែស្ងប់ស្ងាត់និងមិនមានការរំខានដោយមិនដឹងខ្លួនទាំងស្រុងមានអារម្មណ៍ថាស្មុគស្មាញទាំងពីរការសម្លឹងមើលដ៏ច្របូកច្របល់